តើដំណើរការរបស់ Fear Overhead đó ខុសពីប្រភេទ Fear Remove ធម្មតារបស់យើងវាមិនដោយសារ Fear Remove ធម្មតារបស់យើងបងប្អូនបានដឹងហើយគឺយើងប្រើប្រាស់កម្លាំង motor ដើម្បី remove ដងដឡដើម្បី remove Fear របស់យើងឡើងមកខាងលើតែជាក់ស្ដែង Fear Overhead របស់យើងអត់ប្រើប្រាស់កម្លាំងទាំងស្រុងទេដោយសារកម្លាំងដើម្បីទាញ Fear បើកសឹងតែ90%គឺពឹងផ្អែកទៅលើកម្លាំងរបស់កសរតែនៅទីនេះយើងប្រើខ្លាំងកសរតែមានទំហំមុខកាត់ខ្សែដល់ទៅ10យើងមានក្បាលកសមួយខាងយើងគ្របទៅនឹងខាត់ដើម្បីគ្របទៅនឹងក្រងរបស់អាគារហើយក្បាលមួយខាងទៀតយើងភ្ជាប់ទៅនឹងដុំហែកដែលហៅថាដុំដលសម្រាប់រមូលអញ្ចឹងពេលដែលយើងរឹតកសនេះតាំងមកកសហ្នឹងវានឹងលូតសាច់ចេញមកមួយខាងបន្ទាប់មកយើងភ្ជាប់ប្រវាយសាច់លូតជាមួយក្បាលមួយខាងទៅនឹងដុំដលអញ្ចឹងជាក់ស្ដែងនៅពេលដែលវាអត់មានកម្លាំងណាក់ទប់វាទេដុំកសហ្នឹងវានឹងរលាស់ឡើងវិញដើម្បីទៅរកសភាពដើមអញ្ចឹងវានឹងទាញដុំដលរបស់យើងនេះដើម្បីវារមូលពេលដែលដុំរមូលវានឹងតាក់ទងទៅនឹងវានឹងទាញដុំរមូលសាច់ការបស់យើងនេះដើម្បីទាញតួទ្វារទាំងអស់ឡើងមកលើអញ្ចឹងជាក់ស្ដែង motor ដែលយើងប្រើប្រាស់នៅនេះមុខងារសំខាន់គឺមិនប្រើប្រាស់ដើម្បីជាកម្លាំងដើម្បីទាញទ្វារឡើងទេមិនគាត់ថាវាដូចវាដាក់ទៅដូចជាប្រាំងមួយអញ្ចឹងដើម្បីទប់ដើម្បីកំណត់ថាទីតាំងទ្វារទៅបើកដល់ដំណើរហើយនឹងបញ្ចប់ដល់ដំណើរអញ្ចឹងមុខងាររបស់ motor តែប៉ុណ្្នឹងឯងជាក់ស្ដែងទម្ងន់ទ្វាររបស់យើងគឺដល់ទៅ200គីឡូតែទម្ងន់ទាញកម្លាំងទាញរបស់ motor នេះគឺត្រឹមតែ40គីឡូទេអញ្ចឹងមកតកម្លាំងរបស់ motor 100%ដើម្បីទៅអស់ទ្វារជាក់ស្ដែងគឺវាធ្វើការអាកាសវាទៅមួយទម្ងន់2អញ្ចឹងទីតាំងនេះគឺកម្លាំងបិទបើកគឺវាពឹងទៅលើកម្លាំងទាញរបស់រសរទាំងស្រុងអញ្ចឹងពេលដែលបើករសរដែលយើងបានរឹតហើយវានឹងរលាស់ទាញដុំរមូលហើយដុំរមូលសាច់កាត់វាទាំងអស់ឡើងមកលើអញ្ចឹងពេលដែលចង់ទាញទ្វារមកបិទវិញយើងចាំថាប៊ូតុងធ្វើឲ្យមកទៅដំណើរការដូចជាដោះហ្វ្រាំងវាចេញវាចេញហើយកម្លាំងដែលទាញទម្លាក់ទ្វារបិទគឺជាចំនួនជាក់ស្ដែងរបស់ទ្វារក្រាបទីរបស់ទ្វារហ្នឹងទីទ្វារដើម្បីទាញទ្វារបិទអញ្ចឹងអានេះជាចំណុចពិសេសមួយចំនួនដែលធ្វើឲ្យទ្វារទ្វារ overhead ដល់ coffee ទ្វារ remove ធម្មតាអញ្ចឹងសួរថាបើសិនជាយើងប្រើតែកម្លាំងកសរនេះដើម្បីបើកបិទទ្វារអញ្ចឹងយើងអាចយើងមិនបាច់ប្រើ motor ភ្ជាប់បានអត់បើគឺបានបើសិនជាទំហំទ្វារអាចជាទំហំទ្វារជាក់ស្ដែងណាមួយដែលយើងអាចប្រើកម្លាំងទាញតែដៃបានយើងបើថាកម្លាំងរបស់យើងអាចឈ្នះកម្លាំងកសរអញ្ចឹងយើងអាចជ្រើសរើសប្រើជំរឿនយើងប្រើតែសម្រាប់ទ្វារប្រទេសទ្វារ panel ទ្វារនេះបូកជាមួយនឹងកសរដុំរមូលអញ្ចឹងយើងអត់ចាំបាច់ប្រើ motor បានដែរអញ្ចឹងពេលដែលយើងរឹតកសរទៅដល់កម្លាំងដែលជាក់ស្ដែងតម្រូវការបើកទ្វារណាមួយនោះទ្វារនឹងអាចទាញឡើងមកលើបានហើយតែគាត់យើងប្រើតែកម្លាំងរុញបន្តិចទៅជួយបន្តិចទៅអញ្ចឹងយើងអាចបើកទ្វារបានហើយទៅពេលទាញចុះមកវិញវាគាត់ទៅទាញបន្តិចទៅរួមផ្សំនឹងជាមួយនឹងទម្ងន់របស់ទ្វារនេះយើងអាចបើកបានអញ្ចឹងបើមិនសិនជាបងប្អូនត្រូវការប្រើប្រាស់ទ្វារប្រភេទ overhead door នេះអាចចាក់ទៅមកក្រុមការងារបានដើម្បីប្រើថាទីតាំងបងប្អូនអាចត្រូវការចង់ប្រើ motor ឬក៏គាត់តែចង់ប្រើប្រាស់ដៃដើម្បីទាញទ្វារបិទបើកពួកយើងប្រឹក្សាជំរឿនដល់ល្អបំផុតបាទ